ម្ចាស់អាជីវកម្មរបស់យើងមួយចំនួនណានៅពេលដែលគាត់ឃើញការលក់ធ្លាក់ចុះគាត់ទៅដាក់បន្ទុកដាក់សម្ពាធហ្នឹងទៅឲ្យក្រុមការងាររបស់គាត់ហើយជាពិសេសគឺផ្នែកលក់ហើយនិងផ្នែកធ្វើទីផ្សារហ្នឹងតែក្នុងអាជីវកម្មខ្ញុំចង់ប្រាប់បងប្អូនបន្តិចថាការលក់ធ្លាក់ចុះវាមិនទាន់ប្រាប់យើងថាបញ្ហាហ្នឹងគឺនៅទៅលើផ្នែកលក់ឬក៏ផ្នែកធ្វើទីផ្សារឲ្យច្បាស់ទេវាគ្រាន់តែប្រាប់យើងថាអាជីវកម្មរបស់យើងដូចជាមានបញ្ហាហើយប៉ុន្តែយើងត្រូវទៅពិនិត្យមើលបន្ថែមទៀតថាតើបញ្ហានៅកន្លែងណាអញ្ចឹងណាព្រោះពេលខ្លះបញ្ហានៃការដែលយើងធ្លាក់ការលក់នេះវាអាចនឹងមកពីផលិតផលសេវាកម្មរបស់យើងនេះវាមិនទាន់ត្រូវជាមួយនឹងអតិថិជនគោលដៅរបស់យើងអញ្ចឹងពេលយើងធ្វើទីផ្សារទៅវាខុសហើយពេលខ្លះទៀតគឺអាចនឹងមកពីការដែលយើងដាក់តម្លៃពេលដែលយើង offer ពេលដែលយើងធ្វើ promotion នេះវាមិនទាន់ត្រូវជាមួយនឹងអតិថិជនរបស់យើងហើយពេលខ្លះទៀតវាអាចនឹងមកពីរបៀបនៃការដែលយើងបិទការលក់របស់យើងនេះដូចជារបៀបនៃការទូអតិថិជនការឆ្លើយសំណួរគេការ follow up អីចឹងវាមិនទាន់សមរម្យណាអញ្ចឹងវាធ្វើឲ្យសេវាកម្មរបស់យើងនេះក្នុងការបិទការលក់វាមិនទាន់ល្អអញ្ចឹងហើយបានធ្វើឲ្យការលក់របស់យើងមានការធ្លាក់ចុះអីចឹងទៅអញ្ចឹងបើសិនជាយើងមិនទាន់ដឹងថាតើបញ្ហានៅកន្លែងណាហើយយើងចេះតែដោះស្រាយបញ្ហាទៅលើរឿងធ្វើទីផ្សារធ្វើការលក់អីចឹងទៅវាក៏មិនដាដែរអញ្ចឹងណាហ្នឹងហើយឧទាហរណ៍ថាការដែលយើងធ្លាក់ចុះនៃការលក់នេះគឺដោយសារតែរបៀបនៃការបិទការលក់របស់យើងមិនទាន់ល្អទេឧទាហរណ៍ថារបៀបនៃការទទួលភ្ញៀវរបស់យើងពីបុគ្គលិកបម្រើសេវាកម្មអតិថិជនខាង operation ហ្នឹងវាមិនល្អចោះទីហោរបៀបគាត់ឆ្លើយសំណួរមិនល្អណារបៀបគាត់ទៅ follow up ជាមួយអតិថិជនក៏មិនចេះណាអញ្ចឹងវាធ្វើឲ្យការបិទការលក់ហ្នឹងមិនបានល្អទេអតិថិជនគាត់មកហាងគាត់មិនពេញចិត្តគាត់មិនទិញអីចឹងទៅអញ្ចឹងពេលដែលយើងចំណាយលុយទៅធ្វើទីផ្សារចុះយើងឃើញការលក់របស់យើងធ្លាក់ចុះហើយយើងទៅធ្វើទីផ្សារតែបញ្ហាវានៅកន្លែងហ្នឹងអញ្ចឹងទោះបីជាយើងខំធ្វើទីផ្សារតាក់ទាញអតិថិជនមិនក៏យើងចាប់ដើមឃើញថាការលក់របស់យើងហ្នឹងដូចជាមិនឡើងទេវានៅតែធ្លាក់ចុះដដែលអញ្ចឹងទៅហ្នឹងណាហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងបានខ្ញុំចង់ណែនាំទៅបងប្អូនថានៅពេលដែលយើងឃើញទិន្នន័យនៃការលក់របស់យើងធ្លាក់ចុះកុំអាលវិនិច្ឆ័យលឿនពេកយើងត្រូវទៅរកចំណុចបញ្ហាឲ្យឃើញសិនបានយើងដោះស្រាយតាមក្រោយអញ្ចឹងណាហ្នឹងហើយបើមិនអញ្ចឹងទេយើងចេះតែដាក់សម្ពាធដាក់បន្ទុកទៅដល់ក្រុមការងារខុសបាត់បង់បុគ្គលិករបស់យើងផ្សេងទៀតអញ្ចឹងការលក់ធ្លាក់ចុះវាគ្រាន់តែជារោគសញ្ញាទេតើតែយើងធ្វើការវិនិច្ឆ័យបានត្រឹមត្រូវបានយើងដឹងថាតើដំណោះស្រាយគួរតែធ្វើនៅកន្លែងណាអញ្ចឹងនៅពេលដែលយើងដាក់កម្លាំងដាក់ពេលវេលាដាក់លុយរបស់យើងនឹងឲ្យត្រូវជាមួយនឹងកន្លែងហ្នឹងបានវាមានប្រសិទ្ធភាពដូចគ្នាដែរ